ជាក់ស្ដែងបច្ចុប្បន្នដោយសារតែភាពយន្តខ្មែរយើងកំពុងតែគេហៅថាកំពុងស្ថិតនៅក្នុងស្ថានភាពមួយដែលលែងមានអ្នកមើលចាភាពយន្តទូទស្សន៍គឺមានដូច្នេះហើយ rating នៃការមើលគឺមានការធ្លាក់ចុះខ្លាំងមែនតើហើយក៏អាចធ្វើប៉ះពាល់ដល់ sponsor ដូចគ្នាដូច្នេះហើយបាទខ្ញុំចង់សុំទៅដល់ sponsor ក៏ដូចជាប្រជាជនយើងទាំងអស់គ្នា fan ទាំងអស់គ្នាសូមកុំលែងដៃចោលភាពយន្តខ្មែរនេះគឺជាអីមួយដែលយើងគួរតែរួមគ្នាធ្វើយ៉ាងណាឲ្យនៅគង់វង្សជាងគេឬក៏កាន់តែរីកចម្រើនពីព្រោះដោយសារបង្ហាញអំពីមិនថាភាសាវប្បធម៌ប្រពៃណីគឺនៅក្នុងនេះទាំងអស់ដូច្នេះហើយសូមមេត្តាកុំលែងដៃភាពយន្តខ្មែរហើយងាកត្រឡប់មកមើលជាពិសេសដូចធម្មតាបងឥឡូវទូទស្សន៍គេលែងមើលអស់ហើយអញ្ចឹង rating ទូទស្សន៍ធ្លាក់អញ្ចឹងនៅសល់តែតាម app ឬក៏តាមទូរស័ព្ទដៃតែពេលខ្លះគឺសង្កត់ថា ignore ចោលទៀតកាលពីមុនបងប្អូនចូលរួមនៅក្នុងការលើកស្ទួយវិស័យភាពយន្តខ្មែរគឺមកប្រាវនឹងគឺធ្វើឲ្យទាំងផលិតករទាំងតារាសម្ដែងគាត់មានការងារធ្វើហើយយើងមានទីផ្សារសង្កត់ថាយើងដូចខ្សែភាពយន្តចុងក្រោយរបស់ខ្ញុំបណ្ដាសានាងរាត្រីខ្ញុំបានឈ្នះពេលយើងបានទៅក្រៅចាក់បានច្រើនប្រទេសខ្លាំងមែនទែនដល់បរទេសគេទិញរឿងយើងទៅចាក់ហ្នឹងគឺមិនមែនរឿងធម្មតាដល់ពេលក្រោយមកយើងលំហចូលនៅអីផ្សេង trend អីផ្សេងទៀតទៅយើងភ្លេចមកប្រាវនឹងទៅយើងភ្លេចថាយើងត្រូវមកគ្រប់គ្រងភាពយន្តខ្មែរយើងភ្លេចមើលបានពេលណាដែរព្រោះអីឃើញថាអូនដាក់ការដាក់ពេលអូនខ្លាំងដោយស្នេហ៍គូតដឹងវគ្គ2ផលិតចប់ហើយកាត់តក៏បានចប់រួចរាល់ដែរយើងត្រៀមតែចាំថ្ងៃចាក់បញ្ចាំងឯងប៉ុន្តែដូចជាក់ស្ដែងបច្ចុប្បន្នដោយសារតែភាពយន្តខ្មែរយើងកំពុងតែគេហៅថាកំពុងស្ថិតនៅក្នុងស្ថានភាពមួយដែលលែងមានអ្នកមើលចាភាពយន្តទូទស្សន៍គឺមានដូច្នេះហើយ rating នៃការមើលគឺមានការធ្លាក់ចុះខ្លាំងមែនតើហើយក៏អាចធ្វើប៉ះពាល់ដល់ sponsor ដូចគ្នាដូច្នេះហើយបាទខ្ញុំចង់សុំទៅដល់ sponsor ក៏ដូចជាប្រជាជនយើងទាំងអស់គ្នា fan ទាំងអស់គ្នាសូមកុំលែងដៃចោលភាពយន្តខ្មែរនេះគឺជាអីមួយដែលយើងគួរតែរួមគ្នាធ្វើយ៉ាងណាឲ្យនៅគង់វង្សជាងគេឬក៏កាន់តែរីកចម្រើនពីព្រោះដោយសារបង្ហាញអំពីមិនថាភាសាវប្បធម៌ប្រពៃណីគឺនៅក្នុងនេះទាំងអស់ដូច្នេះហើយសូមមេត្តាកុំលែងដៃភាពយន្តខ្មែរហើយងាកត្រឡប់មកមើលជាពិសេសដូចធម្មតាបងឥឡូវទូទស្សន៍គេលែងមើលអស់ហើយអញ្ចឹង rating ទូទស្សន៍ធ្លាក់អញ្ចឹងនៅសល់តែតាម app ឬក៏តាមទូរស័ព្ទដៃតែពេលខ្លះគឺសង្កត់ថា ignore ចោលទៀតអញ្ចឹងខ្ញុំសង្ឃឹមថាអូខេឆ្នាំ2025នេះគ្រប់យ៉ាងនឹងត្រឡប់មកល្អដូចដើមវិញបងប្អូនយើងនៅបន្តគ្រប់គ្រងបើសិនជាឲ្យខ្ញុំនិយាយថាឲ្យជាក់លាក់ហ្មងដោយសារកត្តាអីខ្ញុំមិនហ៊ាននិយាយទេប៉ុន្តែបើសិនជាតាមការមើលឃើញនិងការយកឃើញតខ្លួនខ្ញុំគិតថាដោយសារតែភាគច្រើនឥឡូវបងប្អូនយើងគាត់អាចនឹងនៅពេលដែលលំហូរចូលអីមួយមួយឆាវគឺយើងតាម trend នៅពេលដែលយើងតាម trend ពេកអញ្ចឹងទៅមួយឆាវហ្នឹងគឺយើងភ្លេចថាយើងបាត់អាមួយដែលយើងខំប្រឹងរក្សាដូចកាលពីមុនបងប្អូនចូលរួមនៅក្នុងការលើកស្ទួយវិស័យភាពយន្តខ្មែរគឺមកប្រាវនឹងគឺធ្វើឲ្យទាំងផលិតករទាំងតារាសម្ដែងគាត់មានការងារធ្វើហើយយើងមានទីផ្សារសង្កត់ថាយើងដូចខ្សែភាពយន្តចុងក្រោយរបស់ខ្ញុំបណ្ដាសានាងរាត្រីខ្ញុំបានឈ្នះពេលយើងបានទៅក្រៅចាក់បានច្រើនប្រទេសខ្លាំងមែនទែនដល់បរទេសគេទិញរឿងយើងទៅចាក់ហ្នឹងគឺមិនមែនរឿងធម្មតាដល់ពេលក្រោយមកយើងលំហចូលនៅអីផ្សេង trend អីផ្សេងទៀតទៅយើងភ្លេចមកប្រាវនឹងទៅយើងភ្លេចថាយើងត្រូវមកគ្រប់គ្រងភាពយន្តខ្មែរយើងភ្លេចតែពេលយើងភ្លេចអានឹងមកប្រាវវាទៅជាធ្វើឲ្យដូចយើងកំពុងតែលេងដៃមកចំហៀងចោលភ្លេចអញ្ចឹងធ្លាក់ចុះហើយនៅការដែលធ្លាក់ចុះទៅមកស្ដារឡើងវិញវាអត់ងាយស្រួលទេដូច្នេះហើយខ្ញុំនៅតែសំណូមពរដែរគ្រាន់តែចង់ជូនជាដំណឹងដល់បងប្អូនថាភាពយន្តខ្មែរយើងឥឡូវវារៀងជួបនៅបញ្ហាអញ្ចឹងឆ្នៃចង់ឲ្យបងប្អូនងាកមកមើលទាំងអស់គ្នាមិនថាតែខ្សែភាពយន្តពីរអីសូម្បីតែខ្សែភាពយន្តដែលចាក់បញ្ចាំងនៅរោងកុនក្តីក៏សន្ទុះអ្នកមើល rating ក៏ធ្លាក់ចុះដូចគ្នាមែនទែនទៅបើសិនជាការតាំងចិត្តខ្ញុំគឺខ្ញុំតាំងចិត្តតាំងពីថ្ងៃដំបូងដែលខ្ញុំទទួលបាន project ហ្នឹងនោះហើយនៅគ្រប់ផ្សេងដែលខ្ញុំចេញផលិតទាំងខ្ញុំទាំងក្រុមការងារទាំងក្រុមសម្ដែងក្មេងៗគឺគាត់ខិតខំណាគាត់ខិតខំមែនតើហើយខ្ញុំក៏សម្រិតសម្រាំងដូចគ្នាប៉ុន្តែបើសិនជាសួរថាខ្ញុំធ្វើដល់កម្រិតដែលមិនឲ្យ sponsor និង fan អស់សង្ឃឹមឬអត់ពួកខ្ញុំក៏អត់ដឹងដូចគ្នាថាអីដែលកិច្ចខិតខំប្រឹងប្រែងរបស់ខ្ញុំនិងធីមនិងក្រុមតារាសម្ដែងតើពេញចិត្តគាត់ឬនៅតែខ្ញុំគ្រាន់តែចង់ប្រាប់ថាពួកខ្ញុំពិតជាខិតខំមែនពួកខ្ញុំខិតខំខ្លាំងមែនតើហើយសឹងនិយាយថាខ្ញុំជីវិតជា director នេះគឺថាចាគេងនឹងដីក៏មានចាអីក៏មានដែរចាបាយធីមលក្ខណៈថាពេលខ្លះអត់បានបាយមួយថ្ងៃដាច់បាយថតតូភ្លឺវិញក៏មានគឺថាយើងគ្រប់រសជាតិអស់លេងហើយចាផឹកឡើងក្បាលនឹងកត្រើងអញ្ចឹងទៅចាមិនមែនជាលេងមានភាពជាតួហើយដូច្នេះហើយយើងលុយហត់ខ្លាំងមែនតើរយៈពេល3ខែជាងយើងហត់ខ្លាំងមែនតើដូច្នេះហើយសូមសង្ឃឹមថានឹងត្រូវចិត្តបងប្អូននៅម្ចាស់ sponsor ហើយក៏សង្ឃឹមថាមាន sponsor ឲ្យលុយស្នេហ៍គូដណ្ដឹងវគ្គ2ឲ្យបានច្រើន